ឯកឧត្តមជាបុណ្យរិទ្ធរដ្ឋលេខាធិការប្រចាំការក្នុងនាមតំណាងឯកឧត្តមថៅចេតថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមអមដំណើរដោយអនុរដ្ឋលេខាធិការប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មនិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំនិងខេត្តសៀមរាបបានអញ្ជើញចុះពិនិត្យការងារជួសជុលថែទាំខួបនិងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការប្រចាំការនិងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្ដែងការងារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូជីម៉ាស់ដែលសម្រេចលទ្ធផលបានប្រមាណ 70% ស្ថិតក្នុងស្រុកស្ទងខេត្តកំពង់ធំគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រខ្សាកក្នុងស្រុកជីក្រែងនិងប្រព័ន្ធធារាសាស្ត្រដូនកែវថ្មីស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបសូមជម្រាបថាគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូជីម៉ាស់មានការងារសំខាន់ៗដែលត្រូវអនុវត្តដូចជាស្ដារប្រឡាយមេមួយខ្សែប្រវែង 6,920 ម៉ែត្រនិងជួសជុលស្ពានសំណង់បង្ហៀសំណង់ការពារជើងទេនិងសំណង់សិល្បករសរុប14កន្លែងដែលឡាយគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រខ្សាកមានការងារដូចជាជួសជុលទំនប់មួយខ្សែប្រវែង 2,676 ម៉ែត្រប្រឡាយមេ3ខ្សែប្រវែង 11,720 ម៉ែត្រនិងជួសជុលសំណង់បង្ហៀសំណង់ស្ទាក់ទឹកនិងសំណង់សិល្បករសរុប89កន្លែងនិងគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដូនកែវថ្មីមានការងារដូចជាស្ដារប្រឡាយមេមួយខ្សែប្រវែង 8,000 ម៉ែត្រប្រឡាយរង5ខ្សែប្រវែង 12,600 ម៉ែត្រនិងជួសជុលសំណង់បង្ហៀសំណង់ស្ទាក់ទឹកសំណង់ស្ពានបេតុងនិងសំណង់សិល្បករសរុប75កន្លែងឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានណែនាំដល់មន្ត្រីអនុវត្តគម្រោងនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំនិងខេត្តសៀមរាបត្រូវបន្តយកចិត្តទុកដាក់លើការងារថែទាំខួបនិងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដើម្បីធានាបាននូវនិរន្តរភាពនិងការប្រើប្រាស់យូរអង្វែងសូមបញ្ជាក់ថាប្រព័ន្ធធារាសាស្ត្រប្រឡាយអូជីម៉ាស់មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន 1050 ហិកតា ស្រូវប្រាំង 842 ហិកតា និងដំណាំរួមផ្សំដទៃទៀតព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ 1528 គ្រួសារចំណែកប្រព័ន្ធធារាសាស្ត្រខ្សាកមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន 750 ហិកតា ស្រូវប្រាំង 50 ហិកតា និងដំណាំរួមផ្សំ 70 ហិកតា និងប្រព័ន្ធធារាសាស្ត្រដូនកែវថ្មីមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន 1650 ហិកតា និងដំណាំរួមផ្សំចំនួន 110 ហិកតា